សូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់ណែនាំអំពីប្រព័ន្ធគ្រប់គ្រង Clinic មួយដែលជាប្រព័ន្ធគ្រប់គ្រង Clinic សម្រាប់បន្ទប់ថែទាំនិងបន្ទប់ពិគ្រោះជំងឺដែលប្រព័ន្ធនេះគឺលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចបង្កើតនិងចុះឈ្មោះដោយខ្លួនឯងងាយចូលប្រើមាន feature ជាច្រើនដែលល្អសម្រាប់ប្រើនៅក្នុង Clinic លោកគ្រូអ្នកគ្រូទាំងអស់គ្នាហើយ feature ទាំងអស់នោះគឺងាយស្រួលប្រើវាជាលក្ខណៈ automatic តែម្ដងតោះអញ្ចឹងចង់ដឹងថាតើប្រព័ន្ធនោះមានលក្ខណៈពិសេសអ្វីខ្លះហើយអាចប្រើបានយ៉ាងដូចម្តេចខ្លះខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាមើលវីដេអូនេះពីដើមរហូតដល់ចប់ហើយនៅវគ្គទី1នេះខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូបានចេះអំពីការបង្កើតចុះឈ្មោះដោយខ្លួនឯងងាយបាទអញ្ចឹងទៅមើលទាំងអស់គ្នាអញ្ចឹងដំបូងឡើយគឺយើងត្រូវតែចុះឈ្មោះដើម្បីបង្កើត account យើងត្រូវតែចុះឈ្មោះដើម្បីបង្កើត account លោកគ្រូអ្នកគ្រូអាចចូលទៅក្នុង website បាទ website នេះបន្តមកទៀតលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចនឹងចុចចូលចុះឈ្មោះថ្មីហើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាដាក់បន្ទប់ពិគ្រោះនិងបន្ទប់ឬក៏បន្ទប់ថែទាំរបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាទៅឧទាហរណ៍ថាខ្ញុំមានបន្ទប់ពិគ្រោះរបស់ខ្ញុំស្រាប់បាទបន្ទប់ពិគ្រោះនិងព្យាបាលជំងឺទូទៅដឹកនាំសុខណាងបាទហើយលោកគ្រូអ្នកគ្រូដាក់ឈ្មោះលោកគ្រូអ្នកគ្រូផ្ទាល់ដែលជា admin គ្រប់គ្រងបន្ទប់ពិគ្រោះនិងព្យាបាលឬក៏បន្ទប់ថែទាំរបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទដាក់ជាអង់គ្លេសក៏បានដាក់ជាខ្មែរក៏បានណាបាទហើយ email ដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាមានសម្រាប់បង្កើត account ហ្នឹងគឺលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចវាយបាទដូច email របស់ខ្ញុំនិងលេខទូរស័ព្ទរបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាមកហើយ password ដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាដាក់ដើម្បី log ចូលដោយខ្លួនឯងបាទអញ្ចឹងដាក់មកបាទដាក់ password ណាដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាចាំណាបាទបន្ទាប់ពីបង្កើតបំពេញនៅកន្លោនទាំងអស់ហ្នឹងហើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាចុចចាប់ផ្ដើមបាទចុចចាប់ផ្ដើមមករងចាំបន្តិចគឺវានឹងបង្កើត account ជូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងបានឃើញចុចចុះឈ្មោះបានជោគជ័យដើម្បីឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាចូលទៅក្នុង account ថ្មីបានលោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវតែចូល verify សិនបាទចូល verify Gmail លោកគ្រូអ្នកគ្រូទាំងអស់គ្នាសិនអញ្ចឹងយើងចូលទៅ Gmail របស់យើងបាទចូលទៅ Gmail របស់យើងដើម្បីចូលទៅ verify នៅពេលដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាចូលមក Gmail ដែលបានបំពេញហើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចចុចនៅ inbox បាទចុចនៅ inbox ប្រសិនបើមិនឃើញemail ថ្មីណាមួយលោតឡើងទេលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចចូលទៅ more ហើយចុចទៅលើពាក្យថា spam បាទលោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងឃើញពាក្យថា verify your email project បាទអញ្ចឹងយើងចុចទៅនឹងមកនេះគឺជា email មួយសម្រាប់ឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាបង្កើតសម្រាប់ការ verify ណាព្រោះថាបើសិនជាយើងមិន verify ទេគឺវាអត់អាចlog in ចូលបានទេអញ្ចឹងយើងអាចចុច verify បាទចុចលើ link ហ្នឹងទៅហើយបន្តមកទៀតលោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងលោតផ្ទាំងឃើញមានការលោតផ្ទាំងថ្មីមកហើយដាក់ថា your email has been verified you can now sign in with your new account អូខេអញ្ចឹងយើង verify រួចរាល់យើងចូលទៅប្រព័ន្ធរបស់យើងបាទចូលទៅប្រព័ន្ធរបស់យើងទៅបាទនេះនៅជ្រុងវាមានមុខងារសម្រាប់ save password តោះអញ្ចឹងយើងអាចវាយ email របស់យើងមិញមកបាទ plc សុកណាងបាទ @gmail បាទ .com ហើយយើងវាយ password របស់យើងវាយ password របស់យើងអំបញ្ញមិញបាទ
ដែលយើងបានដាក់ហើយយើងចូលប្រព័ន្ធនៅពេលដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាចូលប្រព័ន្ធគឺលោកគ្រូអ្នកគ្រូទាំងអស់គ្នានឹងឃើញមានផ្ទាំង dashboard មួយស្អាតបាទមានទម្រង់ស្អាតជាភាសាខ្មែរនៅក្នុងហ្នឹងគឺមាន feature ជាច្រើនតែវីដេអូក្រោយខ្ញុំនឹងណែនាំលោកគ្រូអ្នកគ្រូទាំងអស់គ្នាថាតើប្រព័ន្ធនេះយើងប្រើដោយរបៀបណាមានលក្ខណៈ automatic អ្វីខ្លះសូមកុំភ្លេចតាមដានវីដេអូក្រោយជាមួយខ្ញុំទាំងអស់គ្នា